ចាក៏តែងតែតណាលរឿងពីដើមមិញឲ្យស្ដាប់ហើយគិតថាប្រុសដែលគិតនឹងបានប្រពន្ធគិតត្រូវទៅនៅខាងស្រីមួយខែឬមួយក៏2ខែផងដែរដើម្បីទៅធ្វើការឲ្យលោកឪពុកអ្នកម្ដាយខាងស្រីគិតបានដឹងបានមើលយើងផងដែរហើយចំពោះសិស្សស្រីតើចេះដាំបាយធ្វើម្ហូបចេះត្បាញចេះគ្រប់យ៉ាងនេះខ្ញុំដឹងពីចាស់ជំនាន់មុនក៏តែងតែដំណាលឲ្យខ្ញុំស្ដាប់ផងដែរហើយចំពោះស្រុកខ្ញុំគឺអញ្ចឹងឯងពុកបងប្អូនសម័យពីដើមមិញលោកឪពុកអ្នកម្ដាយរបស់ខ្ញុំក៏តែងតែដំណាលឲ្យខ្ញុំស្ដាប់គិតថាសម័យពីដើមមិញគឺខាងប្រុសទៅនៅខាងស្រីរយៈពេល1ខែឬមួយក៏2 3ខែផងដែរតាមតែផ្ទះតាមតែលោកឪពុកអ្នកម្ដាយខាងស្រីផងដែរហើយចំពោះមនុស្សប្រុសវិញគឺត្រូវចេះសពគ្រប់ចេះកាត់ឈើចេះភ្ជួរចេះរើសចេះធ្វើអង្គលចេះធ្វើទ្រូចេះគ្រប់យ៉ាងបងប្អូនចំពោះមនុស្សប្រុសវិញបើថាមនុស្សស្រីវិញគឺត្រូវចេះគ្រប់យ៉ាងផងដែររឿងចានឆ្នាំងផងដែរហើយខ្ញុំនឹកឃើញនឹកស្ដាយម្យ៉ាងកាលខ្ញុំគួរតែកើតសម័យអង្គលហ្នឹងបងប្អូនព្រោះអីខ្ញុំចេះដំបាយចេះធ្វើម្ហូបចេះកាត់អុសចេះគ្រប់យ៉ាងបងប្អូនតែសម័យឥឡូវគឺមនុស្សស្រីគេលេងមើលកន្លែងហ្នឹងបងប្អូនគេមើលដូចថាឥឡូវគេរកតែប្រុសស្អាតហើយសម្រាប់ប្រុសចាស់ដូចខ្ញុំមានណាគេមើលឃើញទេបងប្អូនទោះបីជាចេះការងារច្រើនយ៉ាងណាក៏ដោយក៏គ្មានគេមើលឃើញដែរចាស់ក៏ចាស់ប្រុសក៏ប្រុសរំលឹងខំខោអោមអោអញ្ចឹងហើយខ្ញុំចង់រំលឹកដូចថាចាស់ក៏តែងតែនិយាយប្រាប់ហើយក៏តែងតែនិយាយប្រាប់ថាសម័យពីដើមមិញពេលយើងមុននឹងមានគ្រួសារយើងត្រូវទៅនៅខាងស្រីយើងត្រូវចេះគ្រប់យ៉ាងផងដែរប៉ុន្តែសម័យក៏ខ្ញុំនៅពីតូចខ្ញុំក៏ធ្លាប់មានដែរបងប្អូនខ្ញុំក៏ធ្លាប់ឃើញធ្លាប់ជួបផងដែរប៉ុន្តែកាលនោះគឺខ្ញុំអត់ទាន់ចេះធ្វើអីទេខ្ញុំចេះធ្វើតែទ្រូមិនចេះធ្វើបងប្អូនចេះស្រ័យផងពេលធំឡើងទៅខ្ញុំចេះតែចង់ដឹងចង់ធ្វើចង់ឃើញចង់នេះចង់នោះទៅចេះគ្រប់យ៉ាងផងដែរចំពោះការងារដែលខ្ញុំមកនៅស្រុកថៃគឺខ្ញុំចេះគ្រប់យ៉ាងផងដែរបងប្អូនដោយសារតែយើងមកនៅស្រុកគេទៅយើងចេះជំនះចង់បានលុយចង់មានការងារល្អៗទៅតាគេស្រឡាញ់អាណិតផងដែរអរគុណបងប្អូនសម្រាប់វីដេអូ